ក្នុងការរស់នៅរបស់យើងប្រចាំថ្ងៃបានចាបងប្អូនដឹងស្រាប់ហើយពេលដែលយើងវាយតម្លៃថាកូនយើងបែបនេះកូនយើងគឺវាបែបហ្នឹងមែនចាពេលដែលយើងឲ្យតម្លៃកូនយើងបែបណាកូនយើងវាបែបហ្នឹងឲ្យតម្លៃប្តីយើងបែបណាយើងនិយាយអូនទាំងអស់គ្នាគិតថាច្បាប់គ្រប់គ្រងវាមានពិតដោយសារយើងដូចជាការអញ្ជើញរបស់យើងអញ្ចឹងយើងនិយាយបែបណាឲ្យតម្លៃទៅអ្នកនឹងបែបណាគេនឹងធ្វើបែបហ្នឹងមកលើយើងហើយអញ្ចឹងវាស្មើនឹងការយើងស្រូបទាញយើងចង់បានរឿងទាំងអស់ហ្នឹងចាអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែរៀនឲ្យអ្វីដែលល្អទៅកូនទៅប្តីទៅក្រុមគ្រួសារទៅមិត្តភ័ក្តិបងប្អូនជុំវិញខ្លួនរបស់យើងចាដោយភាពវិជ្ជមានណាបងប្អូនចាគិតទៅលើរឿងវិជ្ជមានសូមតែខ្លួនសុខភាពរាងកាយយើងទៅឲ្យចាដូចខ្ញុំអញ្ចឹងខ្ញុំមិនដែរគិតថាខ្ញុំឈឺទេខ្ញុំថាខ្ញុំសុខភាពល្អរឹងមាំតែខ្ញុំមកឆ្លងដែរខ្ញុំមានសុខភាពល្អរឹងមាំមែនហើយមែនបងប្អូនមិនដែរទៅឈឺទេអញ្ចឹងពេលអ្នកណាគេដែលគាត់និយាយរឿងឈឺដាក់ខ្ញុំអត់សូវចូលចិត្តស្ដាប់ទេដោយសារខ្ញុំអត់ចូលចិត្តចង់បានជំងឺអស់ហ្នឹងចូលមកក្នុងជីវិតរបស់ខ្ញុំអញ្ចឹងបងពេលដែលគេប្រាប់ខ្ញុំហាផ្ដាសាយមិនក៏នេះទៅកម្រខ្លាំងមែនតើបងប្អូនឈឺយូរឆ្នាំណានិយាយទៅបើសាច់ឈឺវិញគឺថាកម្រនឹងឈឺខ្លាំងមែនតើតែម្ដងបងប្អូនចាគឺសុខភាពខ្ញុំល្អខ្លាំងមែនតើដោយសារខ្ញុំមានចូលក្នុងចិត្តគំនិតរបស់ខ្ញុំគិតថាខ្ញុំមានសុខភាពល្អរឹងមាំចាអញ្ចឹងហើយខ្ញុំក៏បាននៅសុខភាពល្អរឹងមាំនឹងមែនចាអញ្ចឹងបងប្អូនអរគ្នាគួរតែងាកមកមើលខ្លួនឯងតើខ្លួនឯងនឹងនិយាយអីខ្លះចាការនិយាយរបស់យើងស្មើនឹងការអញ្ជើញរឿងទាំងអស់នោះចូលមកក្នុងជីវិតរបស់យើងបងប្អូនត្រូវតែជឿព្រោះប្រាស់រៀងរាល់ថ្ងៃវាជាច្បាប់មួយដែលពិតប្រាកដដែលមនុស្សយើងប្រាស់រាល់ថ្ងៃអញ្ចឹងត្រូវតាមដានខ្លួនឯងការគិតរបស់ខ្លួនឯងការនិយាយរបស់ខ្លួនឯងតើយើងនិយាយអីខ្លះក្នុងមួយថ្ងៃអញ្ចឹងបងប្អូនអរគ្នាគួរតែងាកមកតាមដាន check control ខ្លួនឯងចាខ្លួនឯងបានណាពីមុនខ្ញុំអត់ដែរយល់ទេយកឈ្នះខ្លួនឯងហ្នឹងចាយកឈ្នះនៅការគិតយកឈ្នះនៅការនិយាយស្ដាប់តាមចាប់ចិត្តចាប់គំនិតរបស់ខ្លួនឯងតាមថ្ងៃខ្លួនឯងនិយាយគេខ្លះឲ្យដឹងចាថាយើងយករឿងទាំងអស់ហ្នឹងចូលក្នុងជីវិតរបស់យើងនេះវាជារឿងកាត់ពិតចាអរគុណបងប្អូនអរគ្នាចានិយាយដល់ស្ដីស្រឡាញ់